Hello សួស្តីអ្នកនរគ្នាខ្ញុំមីយ៉ាណូថ្ងៃហ្នឹងខ្ញុំមកផ្លាស់ប្ដូរជាខ្លួនឯងពីអ្នកធ្វើ Roblox Story មកធ្វើជាអ្នកសម្ដែងរឿង Manga វិញហើយរឿងដែលខ្ញុំចង់ឲ្យអ្នកនរគ្នាមើលនៅថ្ងៃនេះគឺមានចំណងជើងថាគឺកូនឆ្កែពូកែកុហកច្បាស់ជាត្រូវញ៉ាំចាស់អ្នកនរគ្នាកុំមកតប៉ែឡៃលោជាមួយខ្ញុំច្រើនពេកអ្នកនរគ្នាចូលទៅទស្សនាសាច់រឿងរបស់យើងទាំងអស់គ្នាដែលនៅផ្ដាំសាច់រឿងរបស់យើងហ្នឹងគឺបង្ហាញឲ្យឃើញតួអង្គម្នាក់បានចូលមកកាន់ក្នុងថ្នាក់រៀនពេលដែលតួម្នាក់នោះបានចូលមកដល់ក្នុងថ្នាក់ក៏អ្នកគ្រូបានឲ្យគេណែនាំខ្លួនសួស្តីអ្នកនរគ្នាខ្ញុំឈ្មោះលីយ៉ូខ្ញុំទៅតែផ្លាស់ប្ដូរចូលមករៀននៅថ្នាក់នេះនៅថ្ងៃនេះនោះទេបន្ទាប់មកលីយ៉ូក៏បានប្រាប់ពីពូជអំបោសរបស់គេគឺជាពូជអំបោសរបស់សត្វឆ្កែសត្វចចកនៅមុននេះបន្តិចលីយ៉ូរបស់យើងបានសួរទៅកាន់គេថាឯងអើយតើឯងកំពុងធ្វើអីហ្នឹងរីឯម្នាក់តួអង្គម្នាក់ទៀតក៏បានតបមកកាន់លីយ៉ូថាជិតរួចរាល់ហើយសូមចាំមួយផ្លែតលីយ៉ូរបស់យើងក៏បានប្រាប់ទៅតួអង្គម្នាក់ទៀតថាលឿនឡើងខ្ញុំមិនចង់ទៅយឺតនៅក្នុងថ្ងៃដែលខ្ញុំចូលរៀនដំបូងនោះទេលីយ៉ូរបស់យើងបានគិតថាគាត់ច្បាស់ជាបារម្ភថាខ្ញុំនឹងត្រូវសត្វពួកស៊ីសាច់ធ្វើបាបទៀតហើយបានជាគាត់គិតចេញគំនិតផ្លេចៗបែបនេះបន្ទាប់មកលីយ៉ូរបស់យើងក៏បានប្រាប់មកកាន់ពួកយើងថាដូចដែលបានឃើញស្រាប់ហើយខ្ញុំរស់នៅប្រទេសនៃពួកសត្វដែលមានឈ្មោះថា Bishia សូមអធិស្ឋានអ្នកនរគ្នាដែលសិតតែខ្ញុំក៏អត់សូវចេះអានពាក្យចឹងច្រើនណាស់ដែលលីយ៉ូរបស់យើងបានប្រាប់ទៀតថាមនុស្សសត្វនៅទីនេះបែងចែកចេញជា3ប្រភេទគឺសត្វស៊ីសាច់ជាអាហារសត្វស៊ីចម្រុះនិងសត្វស៊ីរុក្ខជាតិហើយលីយ៉ូរបស់យើងក៏បានស្ថិតនៅក្នុងពពួកសត្វស៊ីចម្រុះហើយលីយ៉ូរបស់យើងក៏បានប្រាប់តទៀតថាមានអំបូរមនុស្សជាច្រើនដែលបានបញ្ជាក់ពីលក្ខណៈពិសេសនៃសត្វរបស់ពួកគេដែលពូជអំបូរមនុស្សសត្វម្នាក់អាចជះឥទ្ធិពលដល់បុគ្គលិកលក្ខណៈនិងទម្លាប់របស់ពួកគេក្នុងកម្រិតណាមួយឧទាហរណ៍ខ្សែច្រវាក់អាហារនិងការជិះជាន់រវាងពួកសត្វក៏ត្រូវបានឆ្លុះបញ្ចាំងខ្លះៗនៅក្នុងសង្គមរបស់ពួកសត្វដែរលើពីនេះទៅទៀតលីយ៉ូរបស់យើងក៏បានប្រាប់ផងដែរថាមនុស្សសត្វក៏មានលក្ខណៈពិសេសមួយទៀតផងដែរនោះគឺផេរ៉ូមូតដែលអ្នកទាំងអស់គ្នាប្រកាសជាស្គាល់ហើយថាផេរ៉ូមូតនឹងអីគេចឹងខ្ញុំមិននិយាយទៀតទេតើយើងចុះសេចរឿងតរបស់យើងទៀតមនុស្សសត្វបញ្ចេញផេរ៉ូមូតពិសេសពីចិញ្ចឹមករបស់ពួកគេដើម្បីកំណត់ដែនដីនិងទាក់ទាញដៃគូរៀងរាល់ឆ្នាំមនុស្សសត្វឆ្លងកាត់រយៈពេលកំណត់មួយនៃរដូវសុទ្ធផងដែរអធិស្ឋានអ្នកគ្នាបើសិនជាខ្ញុំអានខុសណាទោះបីជាសង្គមសម័យបច្ចុប្បន្នមានថ្នាំជាច្រើនដែលអាចជួយពួកសត្វក្នុងអំឡុងពេលនេះក៏វានៅតែពិបាកក្នុងការលះបង់ចោលទាំងស្រុងនៅសភាវគតិជីវសាស្ត្រទាំងនេះណាខ្ញុំមិនងាយឲ្យគេធ្វើបាបខ្ញុំមិនតាមតែចិត្តនោះទេខ្ញុំមិនមែនជាពួកសត្វស៊ីស្មាទុនខ្សោយនោះឡើយបន្ទាប់មកតួអង្គម្នាក់ទៀតក៏បានចេញមករួចក៏និយាយថាសៀវយូអាវុធរៀបចំរួចរាល់ហើយនេះឯងយកទៅតាមខ្លួនទៅតួអង្គនោះមានឈ្មោះថាលីសុយមានអាយុ20ឆ្នាំប្រភេទពូជអំបោសឆ្កែដែលមានន័យថាម្នាក់នេះគឺជាបងប្រុសរបស់លីយ៉ូយើងនឹងឯងចឹងចាប់ពីពេលនេះតើខ្ញុំសូមហៅគាត់ថាបងប្រុសលីយ៉ូវិញណាអ្នកនរគ្នាតបមកលីយ៉ូរបស់យើងក៏បានតបថាស្អីហ្នឹងខ្ញុំគ្រាន់តែទៅសាលាតើបងប្រុសលីយ៉ូក៏បានតបទៅកាន់លីយ៉ូវិញថាឯងមិនបានឃើញព័ត៌មានថ្មីនេះដែលមានមនុស្សសត្វស៊ីសាច់ជាអាហារម្នាក់បានចាត់ចម្រិតបង្ខំទុកក្មេងប្រុសម្នាក់នោះទេហើយគាត់ក៏បាននិយាយទៀតថាពិភពលោកខាងក្រៅពិតជាគ្រោះថ្នាក់ខ្លាំងណាស់រីឯលីយ៉ូរបស់យើងវិញក៏បានតបទៅកាន់គាត់ថាប៉ុន្តែរឿងបែបនេះមិនអាចកើតឡើងនៅសាលារៀនបាននោះទេបន្ទាប់មកលីយ៉ូរបស់យើងក៏បានប្រាប់ទៅកាន់បងគាត់ថាបងមិនចាំបាច់បារម្ភពីខ្ញុំនោះទេការយកអាវុធធំបែបនេះយកទៅសាលារៀននឹងធ្វើឲ្យគេខ្លាចជាមិនខានបងផូលីយ៉ូក៏បាននិយាយថាក៏បំណងនៃការយកវាទៅគឺដើម្បីឲ្យពួកគេខ្លាចនឹងឯងបន្ទាប់មកបងលីយ៉ូក៏បាននិយាយថាឯងពិតជាមិនយកវាទៅមែនអីបើអញ្ចឹងយ៉ាងហោចណាស់ក៏ឯងត្រូវនិយាយតាមអ្វីដែលបងបានបង្រៀនឯងនៅពេលទៅដល់សាលាដែរលីយ៉ូរបស់យើងក៏បានតបទៅកាន់គាត់វិញថាប៉ុន្តែបងលីយ៉ូក៏បានតបទៅកាន់លីយ៉ូវិញថាគាត់តែធ្វើតាមអ្វីដែលបងបង្រៀនទៅឯងកុំធ្វើឲ្យបងបារម្ភអីរួចលីយ៉ូក៏បាននិយាយថាខ្ញុំដឹងហើយបន្ទាប់មកបងប្រុសលីយ៉ូក៏បានផ្ដាំទៅកាន់លីយ៉ូទៀតថាប្រយ័ត្នប្រយែងតាមផ្លូវផងដើរឆ្លងផ្លូវមើលឡានផងចាំបងទៅយកឯងចេញពីរៀនហើយលីយ៉ូរបស់យើងក៏បានតទៅកាន់គាត់វិញថាបាទខ្ញុំដឹងហើយកាត់ពេលដែលលីយ៉ូមកដល់សាលារៀនវិញដល់លីយ៉ូរបស់យើងបាននិយាយទៅកាន់អ្នកនរគ្នាថាសួស្តីខ្ញុំឈ្មោះលីយ៉ូបន្ទាប់មកលីយ៉ូរបស់យើងក៏បានប្រាប់គេថាខ្ញុំធ្លាប់ជាសមាជិក
នៅក្នុងក្លឹបអត្តពលកម្មការនៅរៀនអនុវិទ្យាល័យហើយឥឡូវនេះខ្ញុំក៏មានចំណារអារម្មណ៍ចង់ចូលរួមនៅក្នុងក្លឹបផ្សេងៗទៀតដែរហើយលីវរបស់យើងក៏បានកុហកគេថាអំបោសរបស់ខ្ញុំគឺចចកសូមជួយណែនាំផងហើយជួយមើលថែខ្ញុំផងសម្រាប់ពេលនៅថ្ងៃខាងមុខចឹងចំពោះសាច់រឿងរបស់យើងគឺមានតែប៉ុណ្្នឹងទេដោយសារតែវារៀងវែងពេកខ្ញុំក៏បានកាត់ភាគមួយហ្នឹងចេញជាពីរភាគបន្ថែមទៀតចឹងមានន័យថានេះគឺជាភាគមួយនៅក្នុងភាគមួយនៅមួយភាគទៀតណាហើយបើសិនជាអ្នកនរគ្នាចង់មើលអីអ្នកនរគ្នាអាច comment នៅខាងក្រោមនឹងបានហើយបើមានកំហុសឆ្គងកន្លែងណាអីអ្នកនរគ្នាជួយអធិស្ឋានខ្ញុំផងដោយសារតែខ្ញុំទៅតែចាប់ផ្ដើមធ្វើការសម្រេចរឿងលើកទី1ទេហើយវីដេអូហ្នឹងក៏មានតែប៉ុណ្្នឹងដែរជម្រាបលាអ្នកនរគ្នាជូនពរអ្នកនរគ្នាសំណាងល្អ